អូនបងប្អូននេះគឺមកញ៉ាំក្តាមត្រាំទឹកស្អ៊ីវបងប្អូនធ្លាប់តែធ្វើក្តាមជ្រក់ឥឡូវខ្ញុំយកក្តាមហ្នឹងមកត្រាំទឹកស្អ៊ីវម្ដងបងប្អូនហើយត្រាំលាយជាមួយនឹងខ្ទឹមបងប្អូនត្រាំជាមួយលាយមួយដើមខ្ទឹមហើយនឹងមើមខ្ទឹមសបងប្អូននេះបងប្អូនមើលឈ្ងុយទឹកស្អ៊ីវបងប្អូនហើយនេះចាំមើលមួយដើមខ្ទឹមណាខ្ទឹមនេះខ្ញុំជួយដាក់បានមួយយប់ខ្ទឹមនេះដាក់បាន3យប់ហើយបងប្អូនអត់ប្រៃបងប្អូនអែមឆ្ងាញ់ប៉ុន្តែរសជាតិក្តាមសាក់មើលឃើញបងប្អូនថ្ងៃនេះគឺមានក្តាមធំល្អបងប្អូនហើយសាច់លំណែនបងប្អូនហើយបងប្អូនមើលទឹកជ្រលក់នឹងcòn này cònនេះតែបងប្អូននិយាយពីទឹកជ្រលក់វិញទឹកជ្រលក់នេះគឺខ្ញុំដាក់លាយម្ដេចបន្តិចព្រោះអីក្តាមត្រាំទឹកស្អ៊ីវខ្ញុំបាយទៅចុះបងប្អូនខ្ទឹមថ្មីដែលត្រាំបានមួយយប់បងប្អូនជីទៅបងប្អូនហើយក្តាមត្រាំទឹកស្អ៊ីវឆ្ងាញ់ណាបងប្អូនហើយជ្រលក់មកនេះទៀតមកបងប្អូនខ្ញុំត្រាំទឹកត្រីវិញត្រាំតែមួយយប់ខ្ញុំញ៉ាំហើយតែហ្នឹងខ្ញុំត្រាំ3យប់ព្រោះខ្ញុំត្រាំមួយទឹកស្អ៊ីវខ្ទឹមជ្រលក់ទៀតមកអូយបងប្អូនហើយបងប្អូននេះគឺក្តាមធំដូចទៅសវកវិញមកអស់ហើយសុទ្ធតែសាច់មកបងប្អូន